បងប្អូនមួយចំនួនតែងតែឆ្ងល់ថាតើពពែចិញ្ចឹមលើទ្រុងឲ្យស៊ីចំណីហើយនឹងពពែដែលយើងដេញទ្វាររាល់ថ្ងៃមួយណាស្រួលជាងបាទពពែដែលយើងចិញ្ចឹមនៅលើទ្រុងឲ្យចំណីគឺវាងាយស្រួលជាងហើយប៉ុន្តែគ្រាន់តែផលវិបាកវាក៏មានច្រើនដែរទីមួយការចំណាយលើចំណីនិងចំណាយលើទ្រុងហើយការសាងសង់ទ្រុងក៏យើងសាងសង់ទ្រុងឲ្យធំទូលាយសម្រាប់ដាក់ពពែដែលយើងបែងចែកមេកូនមេផើមនិងបានិងកូនដែលវាជំទង់អញ្ចឹងយើងត្រូវធ្វើកន្លែងច្រើនបែរទៅពពែដែលឲ្យស៊ីចំណីគឺយើងចំណាយលុយច្រើនទៅលើទ្រុងបន្ទាប់មកយើងត្រូវមានស្មៅដែលយើងត្រូវដាំដើមស្មៅយើងត្រូវមានចកាស្មៅយើងត្រូវដាំទុកដើម្បីធ្វើជាចំណីអាហាររបស់វាបើមិនជាយើងឲ្យស៊ីចំណីសុទ្ធបាទគឺប្រហែលជារត់អត់រួចទេដោយសារចំណីថ្លៃហើយចំណូលចូលតិចចំណាយច្រើនប៉ុន្តែបើសិនជាបងប្អូនមានចំការដាំស្មៅបាទយើងដាំស្មៅបានទៅយើងឲ្យវាស៊ីស្មៅហើយយើងអាចលាយជាមួយចំណីខ្លះអាហ្នឹងវាអាចកាត់បន្ថយការចំណាយហើយការចំណេញគឺយើងបានច្រើនដែរពីឯចំណែកការដេញខ្វៀលគឺវាមានត្រូវចំណាយអីទាំងអស់តែយើងហត់ការប្រើកម្លាំងបាទមើលតាមមើលវាដេញវាហើយយើងហត់តែប៉ុណ្្នឹងឯងប៉ុន្តែយើងបានផលចំណេញច្រើនដោយសារយើងមានចំណាយទៅលើចំណីគ្រាប់ហើយនឹងស្មៅដែលយើងត្រូវដាំអីចំណាយដើមទុនច្រើនទេគឺយើងមានតែរោងយើងទូចល្មមសម្រាប់ដាក់ឲ្យវាដេកទៅហើយយើងដេញខ្វាប្រចាំថ្ងៃទៅគឺយើងបានផលវិវាហើយការខ្វាពពែគឺយើងខ្វាពេលព្រឹកចាប់ពីម៉ោង8ទៅដល់ម៉ោង10ឬ11យើងទៅចូលទ្រុងវិញហើយដោយសារពពែវាចាញ់ក្តៅហើយពេលល្ងាចគឺយើងចេញម៉ោង2ឬក៏ម៉ោង3អាស្រ័យលើបងប្អូនមានពេលទំនេរអត់ទេអញ្ចឹងម៉ោង5អីយើងត្រូវចូលទ្រុងវិញបើអញ្ចឹងព្រឹកយើងដេញ2ម៉ោងទៅ3ម៉ោងល្ងាចយើងដេញ2ម៉ោងអញ្ចឹងពពែរបស់យើងគឺស៊ីឆ្អែតដែរអញ្ចឹងការចិញ្ចឹមពពែដេញខ្វៀលយើងអត់មានចំណាយអីទាំងអស់យើងបានចំណូលច្រើនប៉ុន្តែបើសិនជាបងប្អូនចិញ្ចឹមពពែលើទ្រុងយើងត្រូវមានដីចម្ការដាំស្មៅដើម្បីផ្គត់ផ្គង់វាឲ្យស៊ីឆ្អែតធម្មតាសត្វបើសិនជាវាស៊ីអត់ឆ្អែតគឺវាអត់ឲ្យផលយើងទេគឺវាឆ្កោមឆ្កៀងគឺវាហើយមួយទៀតការដោយឈ្មោលពពែដែលស្គមគឺមិនងាយដោយស្មូលទេបងប្អូនខ្លះគាត់ថាពពែចាប់ពីថ្ងៃកូនខ្ចីមកប្រហែលខែបានដោយឈ្មោលបាទពពែខ្លះបើសិនជាវាសុខភាពល្អវាធាត់កូនខ្ចីហើយប្រហែលជា20ថ្ងៃទៅ40ថ្ងៃហ្នឹងគឺចន្លោះហ្នឹងវាអាចត្រូវដោយឈ្មោលហើយប៉ុន្តែបើសិនជាពពែបងប្អូនស្គមស្កៀងស៊ីមិនឆ្អែតទឹកដល់ទេគឺពពែហ្នឹងចាប់ពី2ខែទៅ3ខែមិនដោយឈ្មោលអញ្ចឹងការដោយឈ្មោលកកាត់របស់ពពែគឺអាស្រ័យទៅលើបងប្អូនមើលថែវាដែរមិនមែនយើងដឹងតែដេញខ្វៀលហើយយើងអត់មើលថែវាស៊ីអត់ឆ្អែតហើយបងប្អូនគាត់ថារាប់ថ្ងៃដែលវាដោយឈ្មោលបាទគឺអត់ទេហើយកូនក៏យ៉ាងដែរបើសិនជាមេខាក់មេកូនខ្ចីហ្នឹងស៊ីអត់ឆ្អែតបានទឹកដោះវាក៏អត់សូវមានដែរអញ្ចឹងកូនអត់សូវថ្លោះទេបាទយើងបកមកក្រោយវិញបន្តិចគឺការចិញ្ចឹមពពែដេញខ្វៀលនេះគឺវាហត់នឿយប៉ុន្តែចំណូលបានច្រើនបើសិនជាបងប្អូនមានដីចម្ការច្រើនបាទយើងមានស្មៅមានអីគ្រប់គង់ពពែដែលយើងចិញ្ចឹមបានហើយបងប្អូនចិញ្ចឹមលើទ្រុងទៅបាទយើងចំណាយភាសាប៉ុន្តែក៏យើងបានផលមកវិញបានច្រើនដែរប៉ុន្តែព្រោះតែបងប្អូននឹងមានដើមទុនច្រើនដែរ